ចាជំរាបសួរអ៊ីនធឺណិតព្យាយាម connect អ៊ីនធឺណិតបងប្អូនចាខ្ញុំសូមទោសផងបើសិនជាអ៊ីនធឺណិតWi-Fi ជួនកាលទៅ slow ជួនកាលទៅចង់ចាសូមជំរាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីវិញខ្ញុំវិលត្រឡប់មកវិញដើម្បីរក្សាភាពខ្ជាប់ខ្ជួនហើយភាពខ្ជាប់ខ្ជួននោះក៏មិនមែនមកពីខ្ញុំដែរគឺមកពីព្រះជាអ្នកដាស់តឿនរំលឹកខ្ញុំឲ្យខ្ជាប់ខ្ជួនក្នុងការបម្រើត្រង់បន្តិចបន្តួចចាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមានសេចក្តីសុខជាមួយនឹងព្រះអង្គទោះជាបីអត់មានសេចក្តីសុខខាងក្រៅក៏ដោយចាទោះបីជាខាងក្រៅថ្ងៃនេះនៅមានរឿងរ៉ាវនៅមានជំងឺតម្កាត់នៅមានបំណុលត្រូវដោះនៅមានទំនួលខុសត្រូវធ្ងន់ប៉ុនមេឃក៏ដោយចាគឺត្រូវដឹងថាព្រះដែលយើងជឿនេះអត់បោកប្រាស់យើងទេជាព្រះដែលស្មោះត្រង់ហើយក៏អត់កុហកដែរចាទ្រង់សគត់នៅលើឈើឆ្កាងដើម្បីយើង What is the point តើមានចំណុចអីដែលព្រះអង្គបោកប្រាស់ចាហ្នឹងហើយព្រះអង្គគឺជាព្រះដ៏ល្អចាសូមបងប្អូនថ្ងៃនេះសម្រួមចិត្តអធិដ្ឋានជាមួយខ្ញុំហើយចូលទៅព្រះបន្ទូលចាព្រះបិតាដែលគង់នៅឋានសួគ៌អរព្រះគុណនៅព្រះរាជបុត្រាតែសគត់នៅលើជើងឆ្កាងដើម្បីឲ្យដំណឹងល្អនៅប្រទេសកម្ពុជាមាន revival មានការជំរុញទឹកមានអ្នកជឿជាច្រើនចូលនៅក្នុងនគរឋានសួគ៌ព្រះអង្គឲ្យកូនទាំងអស់គ្នានៅទីនេះចង់ដឹងចង់ឮព្រះបន្ទូលរបស់ព្រះអង្គស្រែកឃ្លាននៅសេចក្តីពិតពីព្រោះពិភពលោកសិតតែសេចក្តីបើកបញ្ឆោតគឺជាសេចក្តីល្បួង3ប្រភេទគឺកិត្តិយសគេឈ្មោះខ្លួនឯងស្រីញីហើយនឹងគឺអំណាចចាសូទាំង3មុខនេះដែលធ្វើឲ្យមនុស្សមិនអាចដើរទៅជាមួយទ្រង់បានបើឲ្យសូមឲ្យកូនទាំងអស់គ្នាមានចិត្តបន្ទាបជានិច្ចនៅចំពោះផងទ្រង់ហើយក៏ដើរសុខសាន្តជាមួយនឹងមនុស្សដទៃដែលជឿព្រះដូចគ្នាទាំងអ្នកមិនជឿលើពិភពលោកនេះអរព្រគុណព្រះអង្គសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គអរគុណព្រះអង្គដែលឲ្យកូនខ្ជាប់ខ្ជួនសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាដែលចូលស្ដាប់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនចាបងប្អូនចាំងថ្ងៃចាបងប្អូនសូមបងប្អូនបើកទៅគម្ពីររួមជំពូក3ចាគម្ពីររួមជំពូក3ខ9ចាដូច្នេះតើធ្វើដូចម្ដេចយើងល្អជាងគេឬទេចាមិនមែនទេចាអញ្ចឹងយើងគិតថាយើងល្អជាងគេទេចាយើងមិនមែនល្អជាងគេប៉ុន្មានទេយើងមិនល្អជាងគេទេចាអ្នកជឿព្រះអត់មានខុសអីពីអ្នកមិនជឿព្រះទេខុសត្រង់មួយដែលសំខាន់ជាងគេគឺយើងជឿដល់ព្រះដែលមានបជនរស់ព្រះដែលជួយយើងឲ្យទៅឋានសួគ៌ព្រះដែលបើកសម្ដែងការអស្ចារ្យមកយើងរាល់គ្នាឲ្យយើងជឿចាអត់មានខុសអីពីអ្នកមិនជឿទេយើងខុសត្រង់ថាព្រះអង្គរាប់យើងដោយសារតែយើងមានសេចក្តីជំនឿដោយសារតែព្រះអង្គដាក់សេចក្តីជំនឿនៅក្នុងយើងហើយឲ្យយើងមានសេចក្តីជំនឿឲ្យយើងខ្ជាប់ខ្ជួនចាខែពីនឹងគឺយើងរកស៊ីលក់ដូរទទួលទានមានបានដូចតែគេអញ្ចឹងចាយើងសួរថាយើងល្អជាងគេអត់ល្អជាងគេទេនេះសេចក្តីបង្រៀនរបស់សាវកពោមិនមែនខ្ញុំចេះតែនិយាយឲ្យបងប្អូនសូមអញ្ជើញទៅអានខ្លួនឯងចាហ្នឹងហើយសូមអញ្ជើញទៅអានខ្លួនឯងមើលខ្លួនឯងចាកុំទុកចិត្តខ្ញុំព្រួយពេលខ្លះខ្ញុំអាអក្សរខ្មែរខុសចារួមជំពូក3ខ9ដូច្នេះតើដូចម្ដេចយើងល្អជាងគេឬទេមិនមែនទេត្បិតយើងខ្ញុំចោទប្រកាន់រួចហើយថាទោះទាំងសាសយូដាសាសក្រិចផងសុទ្ធតែនៅក្រោមអំពើបាបសាសនាក៏នៅក្រោមអំពើបាបដែរឲ្យតែមនុស្សជាតិសាសនាក៏ដោយក៏នៅក្រោមអំពើបាបដែរមិនថាក្រិចយូដានៅជំនាន់នោះទេចាឬក៏អ៊ីស្រាអែលឥឡូវទេចាយូដាហ្នឹងហើយចាអ៊ីស្រាអែលគឺសាសនាក៏មានអំពើបាបដែរចាមិនថាជនជាតិបារាំងឬជនជាតិខ្មែរឬក៏ជនជាតិថៃយួនឲ្យតែមនុស្សដើរដីគឺមានអំពើបាបចាព្រោះឯមនុស្សកើតទៅក្នុងអំពើបាបមិនមែនដោយសារតែមនុស្សទៅបញ្ចេញសកម្មភាពបាបបានថាអូអាហ្នឹងវាបាបហើយអត់ទេមនុស្សគឺមានអំពើបាបពីពោះម្ដាយតែម្ដងចាប៉ុន្តែអ្នកអត់ជឿព្រះគឺគេអត់ដឹងទេថាខ្លួនគេមានអំពើបាបចេញពីពោះម៉ែម្ដងតែម្ដងគេថាគេអត់មានបាបទេតើទៅធ្វើបន់អាហ្នឹងបានបន់ប៉ុន្តែគេថាគេអត់មានបាបទេចាបាបធំមួយជាងគេដែលខ្ញុំប្រាប់បងប្អូនបាបដែលធំមួយជាងគេដែលពិបាកមែនតែនគឺបាបបដិសេធចោលព្រះយេស៊ូវគឺបាបហ្នឹងហើយដែលធំជាងគេបាបលួចបាបប្លន់បាបយកប្រពន្ធគេបាបយកប្តីគេបាបលួចផ្ទះសម្បែងគេលួចដីធ្លីគេបាបកុហកបាបព្យាបាទបាបឆ្លោះគ្នាអីគឺបាបទាំងអស់
miên tại bạp môi đại thông trên kê bạp mình chưa pre Giêsu bạp mình chưa bà ông mà cha pre Giêsu đại chi bà ông đại miên bà chôn ru lang vinh bạp đại mình chưa pre Giêsu tới chơi càng bạp đại mình chưa pre Giêsu chi bà đi bọt ra rồi bạc pre bạp nâng cứ thông trên kê chả hai cô mình ai chui bán này bố này anh bạn để sai pre luôn anh bà ông đo sứt sấy phim ở dưới á men thơ môn là cô mấy á bà ông ao dương miên sứt chả đôi bong môi nở mày cắn quạt nơi New England chả con bà ông đấy quạt mi xịt mà xuôi nhóm tháp ôn thơ video á ôn vậy tha bà ông chỉ nè chờ rồi dương có một tái nơi miên prem tu mà khang tiết cứ dương chỉ nè mẹ chặt nhóm tháp bong tầng pi tầng song khang dương nâng pre chả bao dương bên mẹ chặt đa tam trung tới trung có ở bậc khom này đội nhóm ngày đi chăng bao nhiêu mẹ chặt tha họ lỡ nhóm tây thơ ca chả rồi có nhóm tây lang xa tình mà hộp nhóm tây bỏ chút te chả nhóm cho pe vì nhóm tây pha cà phê hàng khéo tây chỉ mũi phụ mạ nhóm ăn mà lái bỏ có ở bậc khom nhóm này ní cứ chỉ sứt sấy phiệp đại bỏ ảo ní hai đại cái hai ta pre Giêsu smart tròn chả chăng á chỉ biết xua bong lên cha chỉ biết xua ở con bong xôm bong tiền bong nơi dịch đây ai than nơi không chặt bong cha cứ bong dương là chẳng nâng cha bong ở bên bong khom nè na ao thưa vậy mũi tê đòi dương ở ban smart bị chết đấy cha bong bong square bị manipulation á miền nó tham mình nướng á tiên kê đòi phiệp ai là hai con là bạch cha pre ở miền con là bạch chả trung chỉ nè rồi dương bàn tay bật to bị trung hai dương ấy chưa hay xua thay dương mẹ chặt tha bỏ ông nhom mẹ chặt tha nhom chưa bỏ ông trắng này anh mẹ chặt mẹ tên đó miếng cam khát bạc khóm ấy chả trắng khu công vía do tới một tắc tới hai dương có đa tam tập phồng chỉ một tắc cái phụ dương phồng hiệp ca chỉ một bỏ ông miếng này na bằng khát bằng khóm mới đợi nhom vậy chẳng xong bây giờ nhom mà lai ní có miếng nào khát bạc khóm này bàn tay nhom khai khuôn anh tha ọt bàn chọc chuôn không ca bằng rờ pre tập bên nâng anh chả nhom trong ban pịa thạc chọc chuôn nông ca bầm rờ bà ông mà cha Giêsu Christ chả nâng anh hay ở lỡ dương đang ngay tha anh mi này na là o tề mình tha sa cái sa yu đá chả hay ở lỡ sớm ấy đi mình tha sa yun sa chân sa khmai sa bà rang Rosi chả rồi có Ukraine admin sa na lơ pan đây rồi sa mấy căng rồi sa New Zealand sa Australia admin sa na lơ pan đây đai admin bà tề chả chắc á cùng pi ban trai thả khmiên nè na suy chật so xôm bay tai mà nè phong ní chứ cái đấy bật chả bông ôn tờ họ mình đứng ao tờ mình đứng chả ao tờ mình đứng chả bông ôn tờ họ đai mình đứng na đai mà chiết rồi bỏ quạt ở che cả họ mình đứng na đai không mà chạy chỉ bật quạt ở đai che thực họ chả chẳng ấy ban sa vẽ pôn gì không cùng pi room thả khmiên nò na suy chật tê xôm bay tai mình nè có khmiên phong khmiên nè na yol khmiên nè na spy rock pressa khơi nhé bọn thà miền na spy rock trùng đấy tăng pi hara esai hara Jeremia thà anh nè đa spy rock bị chun Israel bộ vi admin hai mua anh lại bộ vi plek anh nâng ngày nâng nơi esai chả con tay bọn anh nát sờ lạnh mình nữ trong noa mình nữ đại chưa trung từ nơi chỉ mũi trung nơi được câu than xua phụ ca bằng con ca bạc trung tăng bị tập bổng cứ trung bạc ca mình được anh miên rụt riêng đôi chỉ trung chẳng hai mà thoai bằng cùng trung đau smart bị chặt tiệt nè anh nâng cứ thà cha mình tên hai móc thoai bằng cùng trung đau mình được nung smart chặt luôn này anh miên ca bằng khật bằng khom hai bằng ca mình được nâng anh miên rụt phiếp đôi chỉ ăn trung chẳng chả hai mà thoai bằng cùng trung mình chả đau smart bị chặt chẳng ấy ban nhóm mình đại bạc khom mai nhóm khoản là like tam video chẳng quặn mơ tới quặn mơ hay tới ngày khác quặn mơ tới ngày khác quặn mơ tới nhưng mà đai bạc khom ấy tăng vì nhóm nơi cho mũi quặn nơi không bận tục cho mũi quặn này nơi khom ca khục khom và quặn này nhưng mà đai bạc khom quá đây chả nhóm từ vì nhóm từ này ai nhóm từ là ngày ở đai bạc khom thế vì phúa bịa tha bằng khom ở lỗi ngay khỏi cái phẹt luôn nó bấy cái tha tròn anh ấy bảo ảnh nọ khơi nhỉ chẳng á bàn pre ở bạc khom này ná bông ôn chôn này ở bằng khom thế conแต่ปรับđã เตือน รมlực ตามปุเนี่ยได้ใส่ดำหนังละอประคอมอัดประคอมเตะจ้ะเอาเช็คกัดลุนไอ้เอาสมัยจัดลุนไอ้จ้ะจังยังดังลุนไอ้ถ้ายังเมียนน่ะมวยสุดจัดนุเตะเมียนเนี่ยนาสไปรอกปะอังเตะปะอังเจเนี่ยได้หอเกมุนจ้ะ
ឲ្យគេដឹងថាណែលើលោកមានព្រះមួយដែលពិតមកតាមឬមកតាមស្រែតអ្នកឯងគ្រប់គ្នាបែកចេញហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នាគ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសតែម្នាក់ក៏គ្មានផងតែម្នាក់ក៏អត់មានផងគាត់ថានៅក្នុងគម្ពីរគាត់ថាអញ្ចឹងគាត់ថាបើថាអត់មានអីពិតប្រកបជាងគម្ពីរប៊ីបរបស់ព្រះគ្រីស្ទយេស៊ូវទេបងប្អូនបាច់យកគម្ពីរណាមកផ្ដេសផ្ដាស់ទេអត់មានគម្ពីរអីដែលឆ្លុះបញ្ចាំងជីវិតគ្រឿងក្នុងចិត្តគំនិតមនុស្សអាក្រក់ប៉ុណ្ណាគឺគម្ពីរប្រាប់អស់ហើយចាមនុស្សដែលត្រូវការព្រះយេស៊ូវប៉ុណ្ណាគឺគម្ពីរប្រាប់អស់ហើយមនុស្សដែលមិនអាចជួយខ្លួនឯងប៉ុណ្ណាគម្ពីរប៊ីបនឹងគឺប្រាប់អស់ហើយចាបងប្អូនទៅអានមកកាន់បងប្អូនយកទៅសិក្សាមើលមកចំណុចនេះបន្តិចមកចំណុចនោះបន្តិចបងប្អូនដឹងហើយចាគឺអញ្ចឹងឯងគ្មានណាមួយសុចរិតនេះគឺជាការពិត100%ភាគ 1000 100%អត់មានមួយណាល្អទេចាកុំអួតខ្លួនថាខ្លួនឯងល្អអ្នកដែលល្អមួយមានតែម្នាក់គត់ដែលយកភាពជាមនុស្សចុះពីឋានសួគ៌មកយកភាពជាមនុស្សអ្នកដែលល្អមានតែម្នាក់គត់គឺព្រះនៅក្នុងនិស័យសាច់ឈាមព្រះនៅក្នុងរូបរាងកាយមនុស្សគឺព្រះយេស៊ូវគ្រីស្ទនឹងឯងដែលល្អក្រៅពីនោះអត់មានណាល្អទេចាហ្នឹងហើយយើងត្រូវដឹងថាមួយព្រះមនុស្សលើកតាំងដូចជាព្រះពុទ្ធចឹងគាត់មិនដែលហៅខ្លួនគាត់ថាគាត់ជាព្រះទេសូម្បីតែគាត់ក៏សមាធិដើរពីភូមិមួយទៅភូមិមួយរកព្រះពិតដែរតែគាត់រកអត់ឃើញហើយមនុស្សតាំងគាត់ថាគាត់ជាព្រះហើយយកពីឥណ្ឌាមកទៀតចានឹងឯងចឹងមិនថាព្រះពិតគឺមានតែមួយចាគ្រប់គ្នាបែកចេញហើយត្រឡប់ជាឥតប្រយោជន៍គ្មានអ្នកណាប្រព្រឹត្តតាមសេចក្តីសប្បុរសសូម្បីតែម្នាក់ក៏អត់មានផងបំពង់កគេក៏ជាភ្នោនៅចំហគេប្រើអណ្ដាតគេសម្រាប់បញ្ឆោតអណ្ដាតគេសម្រាប់បញ្ឆោតចាមើលឥឡូវនេះសង្គមស្រុកខ្មែរយើងមិនថាសង្គមស្រុកខ្មែរទេសង្គមនៅប្រទេស Western culture នេះប្រពៃណីវប្បធម៌លោកខាងលិចគេហៅប្រពៃណីវប្បធម៌លោកខាងលិចចាគេហៅ Western culture ក៏មានភាពបោកប្រាស់គ្នាដែរចាបោកប្រាស់ដោយធម៌ត្រជាក់បោកប្រាស់ដោយមានក្រាស់ស្នាមត្រឹមត្រូវទៀតបងប្អូនស្គាល់ទេអាបោកប្រាស់អញ្ចឹងទើបសាហាវមានក្រាស់ស្នាមត្រឹមត្រូវចាដល់អង្គុយគិតមកសធុអត់ដឹងថាគេបោកគេតើតែចូលក្នុងខ្លួនចូលជ្រៅទៅហើយតណើចូលជ្រៅទៅហើយបានដឹងថាគេបោកអាហ្នឹងគេហៅបោកស្របច្បាប់ចាអញ្ចឹងគេប្រើមាត់គេជាសេចក្តីបញ្ឆោតចាមានតែព្រះបន្ទូលព្រះអង្គដែលចេញពីប្រអស់ត្រង់ទេដែលអត់បញ្ឆោតជាព្រះពិតជាសេចក្តីពិតដូចនៅយូហាននៅពេលដែលព្រះអង្គប្រាប់ថាមនុស្សមិនរស់នៅតែអាហារមួយមុខប៉ុណ្ណោះទេតែរស់នៅគ្រប់ព្រះបន្ទូលព្រះអង្គដែរចាអញ្ចឹងមានន័យថាមនុស្សមិនគ្រាន់តែញ៉ាំបាយហើយបរិភោគអាហារហើយផឹកទឹកហើយរស់នៅដូចគេឯងហើយវារស់ទេត្រូវការព្រះបន្ទូលមកស្អាងចិត្តត្រូវការព្រះបន្ទូលមកលើកទឹកចិត្តជាពិសេសមនុស្សដែលបាក់ទឹកចិត្តចាត្រូវការព្រះបន្ទូលព្រះមកជួយសង្គ្រោះអាចិត្តដែលបែកបាក់នេះចាដូចខ្ញុំអញ្ចឹងហ្នឹងណាចាអញ្ចឹងបានខ្ញុំថាករណីដូចដែលយើងបានលើហ្នឹងមកពីគាត់បាក់ទឹកចិត្តដល់ពេលអញ្ចឹងអាណាមកជួយគាត់អាហ្នឹងឯងព្រះបងប្អូនយល់នៃខ្ញុំនិយាយមនុស្សនៅពេលដែលបាក់ទឹកចិត្តដល់ចំណុចសូន្យហ្នឹងអ្នកនៅក្នុងផ្ទះក៏មិនយល់ចិត្តម៉ែបកើតក៏មិនយល់ចិត្តឪក៏មិនយល់ចិត្តប្តីក៏មិនយល់ចិត្តមិត្តភ័ក្តិសម្លាញ់ក៏មិនយល់ចិត្តអង្គុយកដាវងមានអារម្មណ៍ថាឯកាដដែលមានវងមានមនុស្សមានវងមនុស្សកកកញអង្គុយក្បែរនឹងអង្គុយតុកក្បែរគ្នាក៏នៅតែឯកាដែរអាហ្នឹងឯងជំងឺ depression ចាខ្ញុំមាន depression ហ្នឹងចាតែព្រះអង្គព្យាបាលខ្ញុំដោយសារតែព្រះបន្ទូលព្យាបាលខ្ញុំដោយសារតែអធិដ្ឋានជាមួយព្រះអង្គអត់ឈប់ឆោដាក់បានខ្ញុំត្រឡប់មកសភាពបានប៉ុណ្្នឹងណាបងប្អូនហើយចុះគ្នាអ្នកដែលគ្នាអត់ទាន់ស្គាល់ព្រះយេស៊ូវគ្នាមិនរត់ទៅព្រៃចាគ្នាមិនរត់ទៅរកផ្លូវខុសហ្នឹងណាចឹងមិនថាស៊ូឲ្យអធិដ្ឋានឲ្យបងប្អូនយើងវិញស៊ូឲ្យអធិដ្ឋានឲ្យបងប្អូនជនរួមជាតិខ្មែរយើងវិញណានឹងឯងហើយសំខាន់ណាមនុស្សនៅពេលដែលបាក់ទឹកចិត្តនោះមានអ្នកណានិយាយលួងលោមអីបន្តិចគឺជឿគេតែម្ដងហើយពេលហ្នឹងហើយយកម្នាក់នឹងជាព្រះទោះបីជាម្នាក់នឹងមនុស្សធម្មតាក៏យកជាព្រះដែរណាត្រូវគិតមើលអញ្ចឹងតើតាអ្នកដើរដូចខ្ញុំទើបដឹងថាអា depression នឹងវាយ៉ាងម៉េចហើយ anxiety ចាពេលដែលមាននរណាមួយចូលមកក្នុងជីវិតយើង
ធ្វើឲ្យយើងសុបាយចិត្តមួយថ្ងៃពីរថ្ងៃហ្នឹងអូទៅតាមគេដល់ពេលហ្នឹងយ៉ាងម៉េចគេអស់ទាញបានហើយដល់ពេលអញ្ចឹងម៉ែឪលែងស្ដាប់ហើយបើសិនជាជំនឿល្អអត់អីដូចខ្ញុំផុសនៅក្នុងផុសម្សិលមិញអញ្ចឹងបើសិនជាជំនឿល្អគឺជំនឿព្រះយេស៊ូវគ្រីស្ទចាដូចបងស្រីពេជ្រសុភានិងអ្នកជំនាញខេមអញ្ចឹងគឺគាត់ជឿព្រះយេស៊ូវគ្រីស្ទនឹងជំនឿល្អហើយតែបើជំនឿអាក្រក់វិញជាជំនឿបោកប្រាស់យកតែលុយទេចានឹងឯងដែលបងប្អូនត្រូវគិតថាមនុស្សដល់ពេលដែលបាក់ទឹកចិត្តហើយឲ្យតែមានណាចូលមកនឹងឯងគឺព្រះខ្ញុំអញ្ចឹងដឹងថាអ្នកណាចូលមកដែរនៅពេលដែលខ្ញុំបាក់ទឹកចិត្តខ្ញុំចង់ស្លាប់ខ្លួននៅស្រុកខ្មែរអ្នកចូលមកគឺព្រះយេស៊ូវគ្រីស្ទចានឹងឯងចាព្រះអង្គលើកខ្ញុំឡើងផុតពីផ្ទៃផុតពីផែនដីទៀតចាហើយតម្លាក់ខ្ញុំចុះវិញខ្ញុំថាកុំអាចតម្លាក់ខ្ញុំព្រោះខ្ញុំកំពុងតែសុបាយព្រោះមនុស្សខ្ញុំពីមុនមកមានទុកខ្ញុំកំពុងតែសុបាយសូមព្រះអង្គកុំតម្លាក់កូនចុះមកផែនដីវិញព្រះអង្គអត់មាត់អត់កអីសោះលេងតម្លាក់ខ្ញុំចុះមកវិញចានឹងឯងកំសាន្តចិត្តខ្ញុំឲ្យខ្ញុំបាត់អាភាពថប់បារម្ភព្រួយចិត្តនឹងឯងបានព្រះអង្គលើកខ្ញុំឡើងហើយឲ្យកំសាន្តចិត្តខ្ញុំតម្លាក់ចុះមកវិញតម្លាក់ខ្ញុំចុះមកវិញចាអញ្ចឹងណាហើយខ្ញុំសួរថាព្រះអង្គហេតុអីព្រះអង្គដាក់ខ្ញុំចុះមកផែនដីវិញខ្ញុំអត់ទៅទេផែនដីព្រោះអីកំពុងតែរីករាយកំពុងតែមានអំណរកំពុងតែស្រាលខ្លួនចាហើហោះឡើងជាមួយព្រះអង្គព្រះអង្គអត់មានព្រះបន្ទូលអីសោះព្រះអង្គដាក់ខ្ញុំចុះក្រោមវិញចានឹងនៅថ្ងៃដែលយប់ខ្ញុំចង់ស្លាប់ខ្លួនហ្នឹងឯងអញ្ចឹងហើយបានខ្ញុំដឹងថាព្រះយេស៊ូវនេះជាព្រះពិតចារឿងខ្សែកថាស្រោចទឹកលោកខ្ញុំរកអស់ហើយតាំងនៅជំទង់ម៉េះប៉ុន្តែដល់ពេលដែលខ្ញុំបានជួបព្រះពិតខ្ញុំលែងចង់សម្លាប់ខ្លួនហើយចាព្រោះអីព្រះអង្គប្រាប់ថាជីវិតខ្ញុំនៅមានទូនាទីបម្រើព្រះអង្គនៅមានន័យមានទូនាទីបម្រើព្រះអង្គលែងចង់ងាប់ហើយចាអញ្ចឹងបានបងប្អូនយល់ថាហេតុអីមនុស្សបាក់ទឹកចិត្តវាអញ្ចឹងហើយហេតុអីបានជាអ្នកខ្លះឆាប់ជឿដោយអត់ពិចារណាព្រោះពេលអាចជំនឿនេះវាអត់ប្រើខួរក្បាលទេបងប្អូនព្រះអង្គក៏អត់មានឲ្យយើងប្រើខួរក្បាលដែរជំនឿគឺប្រើបេះដូងប្រើចិត្តចាបើចិត្តអ្នកជឿនៅមកថៃថាម៉េចជំនឿល្អនេះជំនឿល្អជំនឿជឿលើព្រះដែលល្អមិនមែនជំនឿជឿលើអរិយសត្វតាំងទេព្រះអង្គថាបើសិនណាជាអ្នកមានជំនឿតែបន្តិចទេហើយអត់សង្ស័យអាចច្អល់ភ្នំនោះឲ្យធ្លាក់ទៅក្នុងទឹកសមុទ្របានចានឹងឯងចុះបើជួបជំនឿដែលមិនល្អពេលយើងបាក់ទឹកចិត្តចាបងប្អូនឃើញទេបងប្អូនបើក YouTube បើក Facebook ឃើញទេគួរឲ្យអាណិតជនរងគ្រោះប៉ុណ្ណាចាអញ្ចឹងបានខ្ញុំបានអធិដ្ឋានឲ្យជនរងគ្រោះចាសង្ឃឹមថាជនរងគ្រោះត្រឡប់self awareness ត្រឡប់មកដឹងខ្លួនវិញថានោះគឺជាការបោកបញ្ឆោតទេមិនមែនជាព្រះពិតទេចាហើយយើងនៅជាមួយព្រះយេស៊ូវយើងដឹងថាព្រះអង្គជាព្រះពិតចូលបន្តស្វែងរកពភៈទ្រង់ទាំងអស់គ្នាសូមសរសើរដំណើរព្រះអង្គចាអញ្ចឹងបំពង់កគេជាភ្នោនៅចំហគេប្រើអណ្ដាតគេសម្រាប់បញ្ឆោតឯបបោមាត់គេមានសុទ្ធតែពឹសពុះហនុមានមានថាមានកលល្បិចផ្អែមតែមាត់តែក្នុងចិត្តកលល្បិចចានឹងដូចនៅទំនុកដង្កើងថាព្រះអង្គម្ចាស់អើយនឹងស្ដេចដេវីតនិពន្ធចាព្រោះគាត់ដើរឆ្លងរឿងនឹងព្រះអង្គម្ចាស់អើយមាត់គេពោពាកជាព្រះបោប៉ុន្តែចិត្តគេដាក់បណ្ដាសាចានឹងឯងគេបើមនុស្សដតីទូបង្គំមិនសូវឈឺចាប់ទេតែគេជាមិត្តសម្លាញ់របស់ទូបង្គំបរិភពបាយជាមួយនឹងគ្នាគេដើរនៅក្នុងដំណាក់ព្រះជាមួយនឹងទូបង្គំតែគេមានចិត្តអាក្រក់ដាក់អន្ទាក់សម្លាប់ទូបង្គំបងប្អូនដឹងហើយរឿងដេវីតចាអញ្ចឹងមិនថាកុំចេះតែជឿគេពេកចាកុំចេះតែជឿគេពេកកពីអានហើយកុំជឿគេយើងមានព្រះវិញ្ញាណបរិសុទ្ធចាអញ្ចឹងមិនមែនថាគេនិយាយអីចេះជឿគេទេឃើញទេពឹសបបោមាត់គេសុទ្ធតែពោះហនុមានចាហើយមាត់គេមានពេញដោយសេចក្តីបណ្ដាសានិងសេចក្តីជូរចត់ជើងគេរហ័សនឹងកំចាយឈាមហ្នឹងរកស៊ីបោកប្រាស់ដូចសេចក្តីលបួងមនុស្សមានតែ3មុខទេអំណាចកិត្តិយសបុណ្យស័ក្តិហ្នឹងគេហៅ glory ហី
គឺយកកិត្តិយសខ្លួនឯងទី1ឲ្យបណ្ដាជនសរសើរទី2លុយទី3ស្រីបើមិនស្រីបើភេទផ្ទុយវិញប្រុសចាមានតែ3ហ្នឹងសេចក្តីលបួងរបស់មនុស្សនៅផែនដីបងប្អូនដឹងនៅចាអញ្ចឹងតែយើងមានព្រះយេស៊ូវយើងអធិដ្ឋានអត់ឈប់ឈរដើម្បីឲ្យកុំឲ្យសាច់ឈាមនេះទុនខ្សោយហើយរារែទៅរកសេចក្តីលបួងអាមែនចានឹងឯងនៅអស់ទាំងផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនិច្ឆ័យនិងសេចក្តីទុកលំបាកចាអាមនុស្សប្រភេទអាក្រក់គឺមានទុកលំបាកអញ្ចឹងវាបានស៊ីលុយឆាយដូឡានដូអីហ្នឹងបានតែមួយផ្លែទេអាមនុស្សអាក្រក់គឺវានឹងវិនិច្ឆ័យទៅវាស៊ីបានតែ4 10ឆ្នាំនឹងឯងរួចគេដឹងទៅវាស៊ីឡើងកើតមកជាតិតែចានឹងលក់ផ្លូវអានឹងលក់កិត្តិយសលក់ផ្លូវលក់ឈ្មោះចាអញ្ចឹងហើយបានព្រះអង្គថាឲ្យដើរដោយទៀងត្រង់ដើរឲ្យទៀងត្រង់ចាប៉ុន្តែទៀងត្រង់ហ្នឹងមិននេះណាទៀងត្រង់ឆ្លាតណាមិនមែនទៀងត្រង់គេហៅអីភាសាខ្មែរខ្ញុំព្យាយាមនឹកបងប្អូនប្រជាជនខ្មែរខ្ញុំព្យាយាមនឹកភាសាក្រៀមខ្មែរខ្ញុំនៅទូចគេថាល្ងងដូចវែកមិនចុះដូចវែកមិនចុះអត់អញ្ចឹងឯណាហើយរួយទុំមិនបក់មិនចុះអត់ទេព្រះអង្គឲ្យយើងឆ្លាតចាព្រះអង្គឲ្យយើងមានយោបល់ត្រង់តែឆ្លាតចានឹងឯងដែលនៅមកថៃថាខ្ញុំបញ្ជូនអ្នកទៅកណ្ដាលវងស្វានចាអាសត្វស្វាននឹងមិនដឹងសត្វស្អីទេចាខ្ញុំបញ្ជូនអ្នកនៅកណ្ដាលវងស្វានសូមឲ្យអ្នកសុភាពដូចជាព្រាបតែឆ្លាតដូចជាសត្វពស់ចាអញ្ចឹងមានណាចេះបត់បែនចាចេះបត់បែនចាមិនត្រង់ឲ្យគេវាយងាប់ទេណាចានឹងចង់និយាយចឹងឲ្យចេះបត់បែនបើឲ្យយើងមានយោបល់តែឲ្យដើរផ្លូវត្រង់ឲ្យដើរផ្លូវសុចរិតចានឹងឯងនឹងចាគេមិនបានស្គាល់ផ្លូវសុកសានទេមកពីអីមកពីដើរធ្វើទុកបុកម្នេញអ្នកដតីរហូតមានតែរឿងមានអីមានសុកសានអត់មានសុកសានទេចាមនុស្សអស់នឹងចំណេញបានលុយកាក់ឡានវិឡាតាមផ្លែតទេអត់មានអីសុកសានទេរួចទៅគេដឹងតែប៉ុណ្្នឹងឯងហើយចប់ហ្មងតែគេដឹងលក់ឈ្មោះលក់ផ្លូវរីឯគ្រប់ទាំងសេចក្តីដែលក្រឹតវិន័យបង្គាប់នោះយើងដឹងថាបង្គាប់តែដល់ពួកអ្នកដែលនៅក្នុងបន្ទុកក្រឹតវិន័យទេនៅក្រោមបន្ទុកក្រឹតវិន័យចាគឺបង្គាប់នៅក្នុងបន្ទុកក្រឹតវិន័យទេដើម្បីឲ្យគ្រប់ទាំងអស់ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទមានណាលែងនិយាយហ្មងលែងមានអីនិយាយជាមួយព្រះយេស៊ូវហ្មងចាព្រោះព្រះអង្គមកបំពេញក្រឹតវិន័យចាអញ្ចឹងឯងអ្វីដែលមនុស្សធ្វើមិនបាននៅក្រោមក្រឹតវិន័យព្រះអង្គមកបំពេញដើម្បីឲ្យធ្វើបានដោយសារអីឥឡូវដោយសារអីបងប្អូនឆ្លើយមើលដោយសារអំណាចរបស់វិញ្ញាណរបស់ព្រះដែលគង់នៅក្នុងយើងអញ្ចឹងបានព្រះអង្គថាកុំធ្វើឲ្យព្រះអង្គព្រួយចិត្តដែលទ្រង់ដៅចំណាំយើងទុកសម្រាប់ថ្ងៃប្រោះលោះចាកុំឲ្យព្រះអង្គព្រួយចិត្តហើយនៅមួយទៀតអំណាចព្រះវិញ្ញាណនឹងគឺមានអំណាចនឹងស្អាងចិត្តមនុស្សឲ្យចេះប្រព្រឹត្តតាមត្រង់ឲ្យចេះប្រព្រឹត្តល្អប៉ុន្តែក្រឹតវិន័យវាអត់មានអំណាចអីទេតែព្រះវិញ្ញាណមានអំណាចអញ្ចឹងព្រះអង្គថាព្រះអង្គមិនបានលើកក្រឹតវិន័យចោលទេត្រូវព្រះអង្គមិនលើកក្រឹតវិន័យចោលព្រះអង្គមកបំពេញនៅអ្វីដែលយើងទាំងអស់គ្នាមិនអាចធ្វើបានអេមែននឹងឯងហើយជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទចាព្រះអង្គមកបំពេញនៅអ្វីដែលយើងធ្វើមិនបានដោយសាច់ឈាមខ្លួនឯងយើងគោរពក្រឹតវិន័យទាំងអស់មិនបានទេ10ហ្នឹងណា10ក្រឹតវិន័យនៅកន្លែងមូសេហ្នឹងណាគ្រាន់តែ10ធំផងសំខាន់នៅ660ជាងទៀតក្រឹតវិន័យទូចតើបងប្អូនទាំងឡាយណាធ្វើបានទាំងអស់អត់ទេហើយបើនៅអាយុកាន់តែវែងទៀតកាន់តែនៅមានឱកាសធ្វើបាបបើអាយុនៅតែច្រើននៅវែងទៅមុខទៀតកាន់តែមានឱកាសធ្វើបាបចាអញ្ចឹងណានឹងឯងអញ្ចឹងបងប្អូនត្រូវយល់ថាគឺជាព្រះវិញ្ញាណបរិសុទ្ធទេដែលបណ្ដាឲ្យបងប្អូនចេះធ្វើល្អព្រះវិញ្ញាណបរិសុទ្ធទេដែលបណ្ដាឲ្យបងប្អូនអត់នៅក្រោមគំនាបរបស់ច្បាប់បងប្អូនដឹងនៅច្បាប់ខ្ញុំប្រាប់បងប្អូនខ្វះម៉ាស៊ីនចេញពីនឹងអត់រួចទេចេញរួចទេច្បាប់គឺច្បាប់ចាហ្នឹងហើយច្បាប់អត់មានយកមុខនេះឯងម៉ែខ្ញុំទេឬក៏កូនចៅឪប៉ូលីសទេអត់ឬក៏កូនប៉ូលីសឪចៅអត់ចាប់ដាក់គុកទាំងអស់ចាប៉ុន្តែព្រះយេស៊ូវមកបំពេញនៅអ្វីដែលយើងធ្វើអត់បានខ្ញុំសង្ឃឹមថាបងប្អូនយល់បើបងប្អូនរស់នៅក្រមបន្ទុកបងប្អូនមានសម្ពាធហ្មងគឺជាសាសនាយេស៊ូវខ្វះអីសាសនាយេស៊ូវគកណា
ពួកបារាំងជួបខ្ញុំគ្រាន់តែនិយាយមកប៉ាក់មកអត់ស្គាល់ថាព្រះវិញ្ញាណបរិសុទ្ធជាអ្វីទេចាគ្រាន់តែសន្តានាផ្លែតមកដឹងថាការប្រតិបត្តិកាត់សក់បាបលាបថ្នាំសក់បាបស្លៀកខោមិនស្លៀកសពុតបាបមិនបានទៅឋានសួគ៌ឯងលាបការ៉េមចុងរក់មិនបានទៅឋានសួគ៌ឯងអាហ្នឹងបន្ទុកហ្នឹងហើយយូរទៅយ៉ាងម៉េចយូរទៅយើងជាមនុស្សនេះតាំងមានចិត្តស្អប់ព្រះចុញព្រះអីក៏សាហាវវេទនាពិបាកម៉េះចាមិនមែនទេនោះគឺជាបន្ទុកហើយជាមតិរបស់មនុស្សទៀតចានឹងឯងប៉ុន្តែបើបងប្អូនដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធវិញដូចនៅកាឡាទីចំពុក5ខ21ចុះក្រោមបើបងប្អូនដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធវិញព្រះអង្គនឹងឲ្យបងប្អូនរស់នៅធ្វើការបណ្ដោយទៅតាមព្រះវិញ្ញាណបរិសុទ្ធដឹកនាំបងប្អូននឹងអត់មានសម្ពាធហើយមានអំណរជាមួយព្រះអង្គនៅជីវិតប្រចាំថ្ងៃទៀតទោះជាខាងក្រៅមានបញ្ហាឈឺស្កាត់ឬខ្វះលុយកាក់ក៏ដោយបងប្អូននៅតែមានអំណរមួយព្រះអង្គអញ្ចឹងខ្ញុំប្រាប់ឲ្យថាព្រះយេស៊ូវនេះល្អណាស់ឲ្យមានដាក់បន្ទុកលើផ្លូវចិត្តយើងទេចាក៏អត់បង្ខំដែរទ្រង់អត់មានបង្ខំខ្ញុំឲ្យខ្ញុំចេញមកផ្សាយទេចាប៉ុន្តែទ្រង់ល្អនឹងឯងទ្រង់ល្អទើបខ្ញុំមកបើទ្រង់មិនល្អខ្ញុំមិនមកទេចាទ្រង់គឺជាព្រះដែលអាចទុកចិត្តបានមនុស្សទុកចិត្តអត់បានទេណាព្រះយេស៊ូវអាចទុកចិត្តបានចាហេតុនោះហើយបានជាមនុស្សណាដែលបានរាប់ជាសុចរិតនៅចំពោះទ្រង់ដោយអាងការប្រព្រឹត្តរបស់ខ្លួនអាងការប្រព្រឹត្តក្រឹតវិន័យនោះត្បិតក្រឹតវិន័យនោះគ្រាន់តែសម្ដែងឲ្យស្គាល់ថានេះគឺជាអំពើបាបបើក្រឹតវិន័យ10ខ្ញុំនិយាយតែ10ចុះអត់និយាយ600ជាងទៀតទេចាបើសិនជាសង្គ្រោះដោយឈាមរបស់ព្រះយេស៊ូវចាអញ្ចឹងព្រះយេស៊ូវស្លាប់ជាអត្ថប្រយោជន៍ចាព្រះអង្គឆ្លាតជាងបងប្អូនមកច្រើនណាស់ព្រះអង្គខ្ញុំប្រាប់ទៅខ្ញុំមិនដឹងថាមានពីអីមកនិយាយពីព្រះអង្គឆ្លាតទេចំណែកខ្ញុំជាមនុស្សល្ងងខ្ញុំដើរតាមទ្រង់ត្រុកចាខ្ញុំអត់ឈឺខួរនឹងគិតអំពីជីវិតខ្ញុំនេះថាស្អែកខ្ញុំនឹងបានបាយបរិភោគឬអត់ស្អែកខ្ញុំស្លៀកពាក់អីឬអត់ចានឹងហើយពីព្រោះបើខ្ញុំគិតខ្ញុំមកលាកខួរហើយខ្ញុំព្រួយហើយចាខ្ញុំសម្រាកខ្ញុំចូលទៅក្នុងទីសម្រាករបស់ព្រះអង្គម្ចាស់ដោយសេចក្តីជំនឿដូចនៅសភៅហេព្រើលនិយាយអញ្ចឹងអស់អ្នកណាដែលជឿនោះនឹងបានសម្រាកចូលទីសម្រាករបស់ព្រះអង្គម្ចាស់ហើយចាដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែបងប្អូនមើលនេះហេតុនោះបានជាគ្មានមនុស្សណារាប់ជាសុចរិតនៅចំពោះទ្រង់ដោយសារការអាងការប្រព្រឹត្តតាមក្រឹតវិន័យនោះទេគ្មានទេចាគ្មានបងប្អូននៅទីនេះឬក៏ខ្ញុំអាចធ្វើបានក្រឹតវិន័យ600ជាងអាទុយហើយនៅ10ទៀត10ក្នុងនឹងមានមួយទៀតកុំកុហកបងប្អូនធ្វើបានអត់ខ្ញុំសួរបងប្អូនស្ដេចដេវីតកុហកឆ្ងាញ់ទៀតផងធ្វើហៀទឹកមាត់កក្លាក់សួរថាព្រះអង្គរាប់ស្ដេចដេវីតមានបាបអត់ចាជំរាបសួរបងអូនស្រីបងចិត្តចាប់ហើយខនេះខចុងក្រោយឯពេលដែលអូនចូលមកព្រះអង្គទានពរអូនសៀងលីចាព្រះអង្គអត់មានបានរាប់ស្ដេចដេវីតមានបាបទេពីព្រោះកុហកដើម្បីរស់កុហកដើម្បីគេចចេញពីការប្រើប្រាស់របស់ស្ដេចមួយទៀតដែលនៅប្រទេសហ្វីលីស្ទីនចាគាត់រត់ទៅគេចទៅហ្វីលីស្ទីនណាចារត់ចេញពីស្ដេចសូបងប្អូនមានចាំទេគ្រាន់តែគាត់ឮសូថាសូនឹងដេវីតវាយឈ្នះហើយណាដេវីតជាវីរៈបុរសអី1000សូវាយបានតែ100ដេវីតវាយ1000អីទាំង1000អីហ្នឹងគាត់ភ័យបាត់ហើយគាត់ខ្លាចមកចាប់គាត់បញ្ជូនទៅស្ដេចសូវិញគាត់ធ្វើជាហៀទឹកមាត់កក្លេកកក្លាក់ណាមិនគាត់កុហកនោះគាត់កុហកអីនឹងកុហកទាំងស្រុងហ្មងគាត់អត់មានឈួតទេគាត់ធ្វើឈួតនៅមុខមន្ត្រីហ៎សួរថាព្រះអង្គរាប់គាត់ថាគាត់ទុច្ចរិតអត់ទេយើងជឿយើងមានទំនាក់ទំនងមួយព្រះអង្គណាមិនមែននៅក្នុងក្រឹតវិន័យទេគឺដោយសារយើងជឿទើបព្រះអង្គសង្គ្រោះយើងបើយើងមិនជឿព្រះអង្គក៏ពិបាកសង្គ្រោះយើងដែរចាប៉ុន្តែក្រឹតវិន័យកន្លែងនេះក្រឹតវិន័យគ្រាន់តែបង្ហាញឲ្យយើងថាណែបញ្ញត្តិ10ប្រការហ្នឹងកុំកុហកកុំស្លាប់គេកុំយកប្រពន្ធគេកុំលួចរបស់ទ្រព្យគេហ្នឹងឯងត្រូវគ្រប់ឪពុកម្ដាយលាក់អញ្ចឹងទៅគ្រាន់តែដឹងគ្រាន់តែប្រាប់យើងថាណែបើហែងស្លាប់គេអាហ្នឹងគេហៅបាបខុសហើយ
ប៉ុន្តែឯត្រង់សេចក្តីសង្គ្រោះឲ្យបានទៅឋានសួគ៌នឹងមានជីវិតរស់នៅដែលមិនចេះស្លាប់នោះគឺជាព្រះយេស៊ូវដែលនៅលើឈើឆ្កាងដូចអញ្ចឹងឯងទ្រង់អត់មកទេបងប្អូនយកតែប៉ុណ្្នឹងទៅពិចារណាហើយតាមព្រះវិញ្ញាណបរិសុទ្ធចាបើអញ្ចឹងឯងអត់មានព្រះយេស៊ូវទេចាអញ្ចឹងបងប្អូនត្រូវដឹងក្រឹតវិន័យគ្រាន់តែជាកញ្ចក់បង្ហាញថាណែបើកូនឯងណាកុហកកូនឯងមានបាបបើកូនឯងក្នុង10ប្រការហ្នឹងកុហកហ្នឹងវារៀងស្រាលជាងគេណាប៉ុន្តែនៅតែបាបដដែលព្រោះជាក្រឹតវិន័យចាប៉ុន្តែមើលស្ដេចដេវីតគាត់កិច្ចពីទីក្រុងមួយទៅទីក្រុងមួយទៅទីក្រុងមួយមើលគាត់កុហកជួនកាលគាត់រត់ទៅសុំនំប៉័ងគាត់ទៅយកនំប៉័ងពីសង្ឃនៅក្នុងព្រះវិហារដែលអត់មានច្បាប់នឹងបរិភោគនំប៉័ងទេតែព្រះយេស៊ូវមកបញ្យល់នៅម៉ាថាយថាឯងមានចាំឯងការលួងដេវីតទ្រង់មិនទ្រង់យកនំប៉័ងពីសង្ឃដែលអត់មានសិទ្ធិត្រូវយកនំប៉័ងសង្ឃយកទៅបរិភោគទេតែគាត់រាប់ខ្លួនគាត់ថាអត់មានទោសទេព្រះអង្គក៏អត់ឲ្យទោសដែរពីព្រោះមនុស្សកាពះវាឃ្លានណាមកពីរត់កិច្ចផងវាឃ្លានត្រូវតែបរិភោគសួរថាតើនរណាមួយណាសង្គ្រោះដោយសារអាងការប្រព្រឹត្តខ្លួនឯងចាឆ្លើយខ្លួនឯងទៅហ្នឹងហើយដឹងហើយចាគឺជាព្រះយេស៊ូវទេដែលមកសង្គ្រោះយើងចាគឺជាឈាមទ្រង់ដែលខ្ចាយនៅលើឈើឆ្កាងចាថ្ងៃនេះខ្ញុំអរគុណព្រះអង្គដែលព្រះអង្គដាស់តឿនខ្ញុំឲ្យមានភាពខ្ជាប់ខ្ជួនក្នុងការបម្រើព្រះអង្គតិចតួចតាម live នៅ Facebook សូមព្រះអង្គទទួលយកសេរីល្អទាំងអស់ពីព្រះបន្ទូលដ៏ពិតដ៏រស់របស់ទ្រង់ហើយទៅជួយស្អាងចិត្តបងប្អូនណាដែលបាក់បែកខ្ទេចខ្ទាំផ្លូវចិត្តមានជំងឺរោគចិត្ត depression ហើយជួយដល់ប្រជាជនកម្ពុជាដែលគាត់ពិបាកវេទនាសពគ្រប់បែបយ៉ាងឲ្យព្រះអង្គសូមព្រះអង្គជួយឲ្យគាត់តោងជាប់ប្រថាមិនដឹងអ្វីទាំងអស់ពីលោកកបាត់មិនយល់ព្រះបន្ទូលព្រះអង្គមិនចាំបាច់យល់ទាំងអស់គឺទទួលជឿព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះហើយតោងជាប់នៅសេចក្តីជំនឿដើមដែលព្រះអង្គឲ្យដើម្បីឲ្យគេបានជាប់រហូតដល់ថ្ងៃសង្គ្រោះព្រះអង្គឲ្យសូមព្រះអង្គប្រទានពរឲ្យមានខ្មែរជាច្រើនទទួលជឿព្រះនាមព្រះយេស៊ូវគ្រីស្ទចាអរគុណព្រះអង្គចាសូមជម្រាបលាបងប្អូនទាំងអស់គ្នាចាព្រះអង្គប្រទានពរបាយជួបគ្នាពេលក្រោយ